ទាំងអស់គ្នានេះដែរគឺខ្ញុំបានរៀបកម្រងទៅលេងនៅកែបប្រទេសយើងស្រុកខ្មែរយើងហ្នឹងគឺខ្ញុំបានខកតាំងពីម៉ោង5ដើម្បីរៀបចំខ្លួនហើយខ្ញុំចេញពីពេញម៉ោង6ឥឡូវនេះគឺខ្ញុំឈប់នៅការ៉ាសាំងហើយនៅម្ដុំហ្នឹងខ្ញុំមើល Google Map គេថានៅអង្គតាសោមអញ្ចឹងណាហើយអ្នកទាំងអស់គ្នាកុំភ្លេចតាមដានសកម្មភាពរបស់ខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅកំសាន្តជាមួយខ្ញុំនៅក្រុងកែបសមុទ្រកែបឆ្នេរកែបស្ដីអ្នកទាំងអស់គ្នាឥឡូវគឺខ្ញុំមកដល់កែបហើយខ្ញុំមកដល់កែបម៉ោង9កន្លះនេះគឺទេសភាពថ្មីមកម៉ាតពេលទឹករៀបថ្មីស្អាតណាស់នេះគឺទស្សនភាពនៅកែបដោយសារកាមេរ៉ាខ្ញុំរៀងអង្គដោយសារខ្ញុំយកដងមកដែរប៉ុន្តែខ្ញុំភ្លេចនៅឡានខ្ញុំបានដាក់ពេលអញ្ចឹងពេលយើងដើរផងយើងថតផងទៅវាអង្គមើលទៅវារៀងពិបាកតិចនេះគឺខ្ញុំខំព្យាយាមចុះមកកន្លែងនេះខូនទឹកវាស្អាតហើយមានដុំថ្មនិយាយពីកន្លែងហ្នឹងអ្នកទាំងអស់គ្នាយើងថតរូបទៅគឺថាឃើញស្អាតមែនតើវាទៅខូនទឹកសមុទ្រពណ៌ឡើងបៃតងរបៀបពណ៌កាច់ឃើញស្អាតមែនតើឃើញនេះមើលទេសភាពហើយបន្ទាប់ពីយើងថតរូបលេងនៅមាត់សមុទ្រហើយគឺខ្ញុំចូលមកផ្សារក្តាមដើម្បីរកបាយញ៉ាំឯសារពីដល់ម៉ោងបាយអញ្ចឹងអាមឹកបំពង់នេះគេលក់10ចង្កាក់ 30000 ទៅ 35000 និង 25000 ចំណែកអាមឹកតប៉ែតមិញហ្នឹងគឺគេលក់ 15000 20000 ទៅ 25000 ហើយប្របែលវិញមានដល់ទៅ 30000 40000 25000 ចំណែកខ្ញុំពេញចិត្តប្របែលអញ្ចឹងខ្ញុំក៏ទិញវាដោយសារខ្ញុំចង់ញ៉ាំអានេះអាប្របែលខ្ញុំទិញហ្នឹងមកដុំវាហ្នឹងគឺ 25000 ហើយខ្ញុំយកមក10ចង្កាក់ដែរហើយនឹងទិញបកាបំពងដែរពេលហ្នឹងខ្ញុំមកបានថតអ្នកទាំងអស់គ្នាបកាបំពងហ្នឹងគឺស្រួយឆ្ងាញ់មែនទែនគឺបំពងជាមួយម្សៅអញ្ចឹងហើយកន្លែងដែលខ្ញុំអង្គុយញ៉ាំហ្នឹងគឺយើងអត់មានអីពិបាកទេយើងគ្រាន់តែទិញទឹកអំពៅមួយថង់ឬក៏ទិញទឹកសុទ្ធអីចឹងទៅយើងអាចសុំកន្លែងគេញ៉ាំឬក៏គេឲ្យយើងអង្គុយញ៉ាំបានមានกระดาษមានអីជូតមាត់ត្រឹមត្រូវចឹងណាដោយសារខ្ញុំត្រូវទៅកោះទន្សាយតអញ្ចឹងញ៉ាំបាយនៅនឹងហើយអត់បានទៅអង្គុយញ៉ាំនៅមាត់ឆ្នេរមាត់អីទេដោយសារយើងត្រូវទៅញ៉ាំទៅកោះទន្សាយពេលញ៉ាំហើយគឺខ្ញុំចាប់ដើមទៅចេញទៅកោះទន្សាយហ្មងនេះឥឡូវគឺជិះទូកទៅកោះទន្សាយម្នាក់គឺ$8ទាំងទៅទាំងមកនេះអ្នកទាំងអស់គ្នាមើលទេសភាពមកស្អាតមែនតើហើយខ្យល់ត្រជាក់ហើយនិយាយពីខ្សាច់វិញគឺម៉ត់មែនតើនិយាយចឹងគឺខ្ញុំបានអង្គុយលេងលើខ្សាច់ហើយយកខ្សាច់យកមកខាត់ស្បែកទៀតយកមកដោះដៃដោះជើងអញ្ចឹងអានេះគឺទស្សនវិជ្ជាពេលដែលខ្ញុំមកវិញនៅថ្ងៃទី1ថ្ងៃខ្ញុំទៅគឺថ្ងៃ31គឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាបាយបាយជួបគ្នាវីដេអូក្រោយ